ពីនេះបានលើថាអំពី Forte ពីសាលា AUPP តែម្ដងសម្រាប់ខ្ញុំគិតថាការមកសិក្សានៅ Forte គឺមានឱកាសច្រើននៅក្នុងការដែលគាត់មានការជួបជាមួយនឹងមនុស្សថ្មីថ្មីមិត្តភ័ក្តិថ្មីថ្មីហើយមានឱកាសអាចមើលឃើញថាគាត់នឹងអាចចាប់យកអ្វីមួយឲ្យពិតប្រាកដសម្រាប់ជីវិតរបស់គាត់តើតើជាមួយនឹងការសិក្សារបស់ឈិននេះខ្ញុំសប្បាយចិត្តដោយសារតែគាត់មានឱកាសមិនគ្រាន់តែសិក្សានៅក្នុងប្រទេសកម្ពុជានៅសាលា AUPP តែប៉ុណ្ណឹងទេ program របស់គាត់គឺគាត់អាចមានឱកាសមកសិក្សានៅសហរដ្ឋអាមេរិកជាពិសេសនៅសាកលវិទ្យាល័យ Fort Hays ហ្នឹងហើយខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដោយសារតែការសិក្សារបស់គាត់នេះគឺអាចទទួលបាននៅចំណេះដឹងជាលក្ខណៈសកលតែម្ដងក្រៅពីហ្នឹងគឺគាត់មានឱកាសអាចទទួលបានបទពិសោធន៍ជាលក្ខណៈសកលផងដែរជាលក្ខណៈរួមតែម្ដងចំណេះដឹងជាលក្ខណៈអន្តរជាតិទាំងអស់នេះគឺអាចជួយបានច្រើនសម្រាប់គាត់ខ្លួនឯងផងហើយក៏អាចនាំនៅចំណេះដឹងដែលគាត់ទទួលបានពី Fort Hays University នេះទៅកាន់ប្រទេសកម្ពុជាផងដែរសម្រាប់ខ្ញុំផ្ទាល់គឺអត់មានក្តីបារម្ភអីទេដោយសារតែខ្ញុំមានការជឿជាក់នៅលើកូនខ្លួនឯងដោយសារតែគាត់មានឱកាសរៀនសូត្រនៅសាលាអន្តរជាតិតាំងពីក្មេងហើយមួយវិញទៀតគាត់គឺជាក្មេងដែលមានលក្ខណៈសកលតាំងពីដើមតែម្ដងគឺគាត់បានធ្វើដំណើរជាច្រើនកន្លែងនៅជុំវិញពិភពលោកអញ្ចឹងបទពិសោធន៍របស់គាត់ទាំងអស់នោះគឺធ្វើឲ្យគាត់មានឯករាជ្យភាពក៏ដូចជាជំនឿទុកចិត្តនៅលើខ្លួនឯងនៅក្នុងការធ្វើដំណើរហើយនិងការសិក្សាអញ្ចឹងនិយាយរួមគឺខ្ញុំអត់មានការព្រួយបារម្ភអីទេទាក់ទងជាមួយនឹងការសិក្សារបស់គាត់នេះជាលក្ខណៈសង្កេតហើយនឹងក្នុងនាមខ្ញុំជាឪពុករបស់គាត់ផ្ទាល់ចំណុចនៃការប្រែប្រួលដែលគួរឲ្យចាប់អារម្មណ៍ទី1គឺទាក់ទងជាមួយនឹងអិរិយាបថរបស់គាត់កាលពីដើមគាត់ហាក់បីដូចជាមានលក្ខណៈមួយគឺមិនសូវជាបើកទូលាយក៏ប៉ុន្តែមួយរយៈកាលចុងក្រោយនេះខ្ញុំមើលឃើញថាគាត់មានលក្ខណៈបើកទូលាយយល់ដឹងបានច្រើនមើលឃើញពិភពលោកធំទូលាយសម្រាប់គាត់តែម្ដងហើយជាពិសេសគាត់មាននៅចំណេះដឹងផ្សេងៗទៀតដែលខ្ញុំមានការជឿជាក់ថាទាំងអស់នោះគឺជាចំណុចល្អហើយអាចនាំមកនៅការផ្លាស់ប្ដូរជាលក្ខណៈវិជ្ជមានសម្រាប់ជីវិតរបស់គាត់ផ្ទាល់សម្រាប់ខ្ញុំជាឪពុកម្ដាយតែងតែមានការបារម្ភចំពោះគាត់ខ្លះជាមិនខានចាក៏ប៉ុន្តែយ៉ាងណាក៏ដោយដោយសារតែមើលឃើញថាគាត់មានជំហរសម្រាប់ខ្លួនគាត់ច្បាស់អញ្ចឹងទៅអាការព្រួយបារម្ភរបស់ពួកយើងហ្នឹងក៏កាត់បន្ថយទៅតាមនឹងដែរហើយមួយវិញទៀតដែរដោយសារតែខ្ញុំទុកចិត្តសាលាផងដែរចាពេលដែលគាត់ចូលទៅរៀននៅសាលា AUPP អញ្ចឹងខ្ញុំជឿជាក់នៅលើសាលាហើយមួយវិញទៀតពីដំបូងឡើយក៏ខ្ញុំអត់ដឹងថាAUPP ហ្នឹងគឺមានដៃគូនៅខាងសហរដ្ឋអាមេរិកមកខាង Fort Hays ចេះដែរប៉ុន្តែនៅពេលដែលគាត់ប្រាប់តំណែងមកខាងពួកខ្ញុំជាឪពុកម្ដាយអញ្ចឹងដោយសារតែខ្ញុំជឿជាក់ទៅលើ AUPP អញ្ចឹងខ្ញុំគិតថាការដែលឲ្យគាត់មករៀននៅទីនេះក៏វាអត់មានបញ្ហាអីចោតធំដុំសម្រាប់ធ្វើឲ្យយើងព្រួយបារម្ភចំពោះចាគាត់ខ្លាំងណាសម្រាប់ខ្ញុំក្នុងនាមជាឪពុកម្ដាយខ្ញុំជឿថាឪពុកម្ដាយផ្សេងទៀតក៏ប្រហែលជាមានគំនិតស្តៀងគ្នានឹងពួកខ្ញុំដែរក្តីបំណងរបស់ឪពុកម្ដាយគឺចង់មើលឃើញអនាគតរបស់កូនលូតលាស់រីកចម្រើនទៅមុខក៏ប៉ុន្តែពេលខ្លះទៅអាចនឹងគិតថាការទុកកូននៅក្បែរខ្លួនវាងាយនៅក្នុងការមើលថែទាំហើយនឹងដូចថានៅក្បែរខ្លួនអញ្ចឹងមានភាពកក់ក្ដៅជាងប៉ុន្តែយើងភ្លេចគិតទៅដល់មួយចំណែកមួយផ្នែកទៀតថានៅពេលណាដែលយើងឲ្យគាត់ឈានជើងចេញពីផ្ទះ
គាត់នឹងបង្កើននៅទំនួលខុសត្រូវចំពោះខ្លួនគាត់កាន់តែច្រើនជាជាងការដែលពួកគាត់នៅក្បែរយើងដូចនេះសម្រាប់ពួកខ្ញុំជាឪពុកម្ដាយពួកខ្ញុំបើកឱកាសឲ្យកូនចេញទៅយកបទពិសោធន៍នៅខាងក្រៅច្រើនអជាគំនិតរបស់ខ្ញុំគិតថាការដែលឲ្យគាត់ចេញទៅក្រៅវាមិនមែនជារឿងមួយអាក្រក់ចាក៏ប៉ុន្តែគឺជាការបើកឱកាសឲ្យពួកគាត់អាចនឹងឈានជើងទៅមើលឃើញពិភពនៅខាងក្រៅថាពិភពខាងក្រៅគឺអស្ចារ្យប៉ុណ្ណាតើគាត់អាចយកអ្វីដើម្បីយកមកធ្វើជាបទពិសោធន៍សម្រាប់គាត់អាចឲ្យគាត់ឈានជើងទៅមុខនៅក្នុងការដែលគាត់ set up អឺក្តីសុបិនរបស់គាត់ណាចាអាហ្នឹងជាគំនិតរបស់ខ្ញុំផ្ទាល់ហើយក៏ខ្ញុំសូមលើកទឹកចិត្តទៅដល់ឪពុកម្ដាយផ្សេងទៀតគឺផ្ដល់ឱកាសឲ្យកូនពួកយើងទាំងអស់គ្នាគឺឈានជើងចេញទៅខាងក្រៅមិនថាតែនៅអាមេរិកទេទោះបីជាទៅកន្លែងណាក៏បានដែរចា